ខ្មែរថៃបន្តកែសម្រួលយុទ្ធករអាវុធធុនធ្ងន់និងឧបករណ៍បំភ្លេចបំផ្លាញធុនធ្ងន់នៅរសៀលថ្ងៃទី30ខែតុលាឆ្នាំ2025នេះនៅច្រកព្រំដែនអូស្មាច់ខេត្តឧត្តរមានជ័យយុទ្ធភូមិភាគទី4កម្ពុជានិងកងទ័ពយុទ្ធភូមិភាគទី2ថៃបានរៀបចំកិច្ចប្រជុំពិសេសនៃគណៈកម្មការព្រំដែនថ្នាក់យុទ្ធភូមិភាគកម្ពុជាថៃ OBC សម្រាប់ពិភាក្សាលើការកែសម្រួលអាវុធនិងយុទ្ធករបំភ្លេចបំផ្លាញធុនធ្ងន់បន្ទាប់ពីកិច្ចប្រជុំពិសេសនៃក្រុមលេខាធិការដ្ឋាននៃគណៈកម្មការព្រំដែនថ្នាក់យុទ្ធភូមិភាគកម្ពុជាថៃ OBC កាលពីព្រឹកមិញនេះសហប្រធានដឹកនាំកិច្ចប្រជុំដោយឧត្តមសេនីយ៍ឯកពៅហេងមេបញ្ជាការយុទ្ធភូមិភាគទី4កម្ពុជានិងឧត្តមសេនីយ៍តូវីរយុទ្ធរៈស៊ីងមេបញ្ជាការកងទ័ពភូមិភាគទី2ថៃដោយមានការចូលរួមពីក្រុមអ្នកអង្កេតការអាស៊ាន AOT ប្រចាំនៅប្រទេសកម្ពុជានិងប្រចាំនៅប្រទេសថៃដើម្បីតាមដានផ្ទៀងផ្ទាត់នឹងការធានាការអនុវត្តបទច្បាញ់ឲ្យបានពេញលេញភាពត្រឹមត្រូវនិងមានប្រសិទ្ធភាពភាគីទាំងពីរបានពិភាក្សានឹងឯកភាពគ្នាលើផែនការជាលក្ខក្នុងការសម្រួលយុទ្ធករនិងអាវុធធុនធ្ងន់របស់ភាគីទាំងសងខាងជាជំហាននិងតាមដំណាក់កាលនៅក្រុមការអង្កេតការនិងការផ្ទៀងផ្ទាត់របស់ AOT សម្ដៅរួមគ្នាកាត់បន្ថយភាពតានតឹងផ្នែកយោធាកិច្ចប្រជុំនេះត្រូវបានបញ្ចប់នៅវេលាម៉ោង 15:47 នាទីជាលទ្ធផលភាគីទាំងពីរបានព្រមព្រៀងនឹងចុះហត្ថលេខាលើកំណត់ហេតុរួមស្តីពីការកែសម្រួលយុទ្ធករអាវុធធុនធ្ងន់និងឧបករណ៍បំភ្លេចបំផ្លាញធុនធ្ងន់